anhប្រញាប់យកលុយឲ្យអញមកយើងនិយាយគ្នារួចហើយណាពេលអញនៅជាមួយបងថ្លៃហើយត្រូវតែនឹកឃើញគុណស្រស់ស្រាប់របស់អញផងដល់ពេលអញជោគជ័យនឹងធ្វើឲ្យត្រកូលយើងមានមុខមាត់អញប្រញាប់ប្រគល់លុយឲ្យអញភ្លាមម៉ែស្រឡាញ់តែអញទេបងប្រុសក៏ល្ងងទៀតលេងខ្ញុំទៅគាត់មិនបានស្រឡាញ់តែអញទេឲ្យលុយមកលេងទៅនរណាឲ្យក្បាលមេបាអញខ្លឹមធំម្លេះហ៊ានមកបង្កចំនួននៅក្នុងភូមិគ្រួសារអញហ៊ានវាអញផងអញជឿទេថាអញទៅប្រាប់ម៉ែថាអញត្រូវរយជាមួយអ្នកក្រៅមកធ្វើបាបអញខ្ញុំចង់បានតុកតាខ្លាឃ្មុំសិនឈិនសម្រាប់វាចោលភ្លាមទៅខ្ញុំពិតជាជ្រើមប្អូនប្រុសខ្លាំងណាស់ចាំមួយផ្លែកចាប់ផ្ដើមខ្ញុំឯណាដឹងថាអាម្នាក់នឹងជាបងថ្លៃនោះខ្ញុំមិនហ៊ានទៅប្រាប់ម៉ែទេបើអញហ៊ានធ្វើបាបជៀវទៀតអញនឹងវាបំបាក់ជើងឯងទៅឲ្យផុតអាម្នាក់នឹងគ្មានរឿងអីល្អទេច្បាស់ជាមកទាបំណុលហើយតើខ្ញុំមិនមែនជាកូនបង្កើតរបស់ម៉ាក់ទេអីតើខ្ញុំមានសមត្ថភាពរកប្រាក់បានឬអត់ម៉ាក់នៅមិនទាន់ដឹងទៀតឬអូយថ្ងៃនេះលោកគ្រូប្រាប់ខ្ញុំថាសមិនច្រើនឡើយបើឆាប់ទិញទាន់គឺចំណេញហើយទិញភ្លាមផ្ញើជូនភ្លាមនិយាយទៅក៏ត្រូវដែរបើសិនជាសាំងមីមានរូបមន្តនោះមែនការដែលពួកយើងបង្ខំមីនាងរៀបការជាមួយតាក្រមុំដើម្បីយកថ្លៃបណ្ដោះសារនាងប្រហែលជាយកវាមកបាត់ទៅហើយក៏មិនដល់ថ្នាក់លោតទឹកសម្រាប់ខ្លួនដែរតើគ្រួសារយើងមានប្រាក់ច្រើនយ៉ាងនេះឬការដែលនាងរៀបការជាមួយសិនយ៉ាងឈិននោះមិនមែនបានទទួលថ្លៃបណ្ដោះសារ 8,000 យន់ទេប៉ុន្តែនោះជាប្រាក់សម្រាប់យកជួរៀបការនិងសង់ផ្ទះតើនៅសល់អីទៀតអញចាំមីនាងរៀបការនោះប្រាក់ទាំងប៉ុន្មានត្រូវបានមេការកិននោះយករួចអស់ហើយទៅយកមួយនាងទៅ